ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើន follower ទៅលើ account Instagram សម្រាប់បងប្អូនដែលចង់ឲ្យ account Instagram របស់បងប្អូនមាន follower ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link Instagram របស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM របស់បងប្អូនអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនចូលមកក្នុង account Instagram របស់បងប្អូនសិនមកដើម្បីចូលមក copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុង account Instagram បែបនេះបងប្អូនហើយដើម្បីអាចធ្វើការ copy link បានដែរគឺបងប្អូនឃើញសញ្ញាទ្រាប3ដែលនៅខាងស្ដាំដែរហើយនៅខាងលើនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រាប3នឹងមកបន្ទាប់មកទៀតបងប្អូនបន្តចុចនៅលើពាក្យ QR code ពេលដែលបងប្អូនចុចនៅលើពាក្យ QR code នឹងហើយនោះនឹងចេញជាផ្ទាំងបែបនេះមកឲ្យបងប្អូនសម្រាប់នៅខាងលើនេះដែរគឺជា QR code សម្រាប់ scan ចូលទៅក្នុង profile តែម្ដងបងប្អូនហើយបន្តមកទៀតយើងមាន share profile ហើយនឹង copy link អញ្ចឹងបងប្អូនចុចទៅលើពាក្យ copy link នឹងមកបន្ទាប់ពីបានធ្វើការ copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង account Instagram របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺបងប្អូនគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាបងប្អូនហើយមួយវិញទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាណាបងប្អូនដូចសម្រាប់វីដេអូនេះដែរគឺខ្ញុំចូលតាមរយៈ Google បន្តមកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMអូខេបងប្អូនចុចនៅលើសញ្ញា search នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនចុចទៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងបន្តតែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចទៅតាម link មុននោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូនសម្រាប់នៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Instagram របស់បងប្អូនគឺការដាក់ follower ទៅលើ Instagram របស់បងប្អូនអញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ logo Instagram នេះមកបន្ទាប់មកទៀតបងប្អូនបន្តអូសមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Instagram របស់បងប្អូនតែសម្រាប់វីដេអូនេះដែរគឺយើងនឹងធ្វើទាក់ទងជាមួយនឹង follower បងប្អូនសម្រាប់ Instagram follower នឹងដែរគឺយើងមានជម្រើសជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់ជម្រើសទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅជម្រើសមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅជម្រើសមួយនឹងបានសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសយកសេវាកម្មទី2បងប្អូនគឺ Instagram follower working បងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មបន្តទៀតចុះនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសហើយសម្រាប់សេវាកម្មនីមួយៗគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនសម្រាប់សេវាកម្មដែលមានតម្លៃខ្ពស់ជាងគេគឺមានតម្លៃត្រឹមតែ$3ជាងទេនៅក្នុង1000 follower បងប្អូនសម្រាប់សេវាកម្មផ្សេងទៀតគឺមានតម្លៃត្រឹមតែ$1ជាងឬក៏$2ជាងបងប្អូននៅក្នុង1000 follower អញ្ចឹងហើយសម្រាប់បងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសយកសេវាកម្មមួយនឹងបានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់បាទសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមាន ID code 8961បងប្អូនសម្រាប់សេវាកម្មទីដែរគឺបងប្អូនរងចាំរយៈពេល4ម៉ោងនិង34នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុង account Instagram របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នៅនឹងលោតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសហ្នឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន follower ដែលបងប្អូនចង់បានសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 follower ទៅដល់10M follower បងប្អូនអញ្ចឹងនៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់បើសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងខ្ញុំអត់ដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ10 follower ទេបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនពិនិត្យមើលនៅកន្លែងឆាតសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗមកបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនសម្រាប់កន្លែងឆាតនឹងដែរគឺវាអត់នៅថេរដដែលទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើសិនជាបងប្អូនដាក់ចំនួន follower លើសពី10ឧទាហរណ៍ថាបងប្អូនដាក់ចំនួន20 40 50 100 200 300អីអញ្ចឹងបងប្អូនអញ្ចឹងនៅកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតនៅសេវាកម្មដែលបងប្អូនបានជ្រើសរើសនៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនគ្រាន់តែធ្វើការចុចនៅលើពាក្យ submit នេះបន្ទាប់ពីបងប្អូនបានធ្វើការ
ការចុច submit ហើយនោះនឹងលោតជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល4ម៉ោងបន្ទាប់ពីបងប្អូនបានធ្វើការបញ្ជាទិញឬក៏ធ្វើការចុច submit ហើយប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវឲ្យបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន follower ទៅលើ account Instagram ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ